ក្រែនទុកផ្លូវទៅមួយគត់សម្រាប់រុស្ស៊ីដើម្បីរត់គេចចេញពីតំបន់គ្រីមៀគោលបំណងរបស់អ៊ុយក្រែនដែលចង់កាត់ផ្តាច់តំបន់ជ្រោយឧបទ្វីបគ្រីមៀឲ្យក្លាយជាកោះមួយនៅដាច់ដោយឡែកត្រូវបានគេឲ្យដឹងថាមិនទាន់បានសម្រេចពេញលេញនៅឡើយនោះទេបើទោះបីជាអ៊ុយក្រែនបើកការវាយប្រហារជាញឹកញាប់ទៅលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទីតាំងប្រេងនិងធម្មពលនិងទីតាំងយោធាជាដើមទោះជាយ៉ាងណាការវាយប្រហារជាបន្តបន្ទាប់របស់កងកម្លាំងការពារជាតិអ៊ុយក្រែនត្រូវបានគេមើលឃើញថាកំពុងផ្ដល់ជាសញ្ញាប៉ះពាល់ជាបណ្ដើរហើយសម្រាប់ជីវភាពរស់នៅរបស់ប្រជាជនស៊ីវិលនៅលើឧបទ្វីបនេះដូចជាការខ្វះប្រេងឥន្ធនៈការដាច់ចរន្តអគ្គិសនីនិងការរារាំងយ៉ាងខ្លាំងចំពោះការដឹកជញ្ជូនសម្ភារៈយោធាទៅកាន់ឧបទ្វីបនេះបើយោងតាមការិយាល័យតំណាងប្រធានាធិបតីប្រចាំសាធារណរដ្ឋស្វយ័តគ្រីមៀកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនកំពុងតែដាក់សម្ពាធយ៉ាងជាប់លាប់និងគ្រប់គ្រងទៅលើប្រព័ន្ធផ្គត់ផ្គង់របស់កងកម្លាំងរុស្ស៊ីការធ្វើប្រតិបត្តិការនេះបានផ្ដោតទៅលើការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមមានបណ្ដាញដឹកជញ្ជូនយោធាធម្មពលនិងប្រេងឥន្ធនៈនេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រអ៊ុយក្រែន Liganet ការិយាល័យតំណាងប្រធានាធិបតីអ៊ុយក្រែនប្រចាំសាធារណរដ្ឋគ្រីមៀបានបញ្ជាក់នៅពេលនេះថាវានៅតែជារឿងឆាប់រហ័សពេកក្នុងការនិយាយអំពីការដាក់ឲ្យនៅដាច់ដោយឡែកទាំងស្រុងនៃឧបទ្វីបនេះទោះជាយ៉ាងណាការតភ្ជាប់ការដឹកជញ្ជូនសម្រាប់កងកម្លាំងរុស្ស៊ីកំពុងប្រឈមនឹងភាពលំបាកយ៉ាងខ្លាំងកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនកំពុងបន្តយុទ្ធសាស្ត្របង្កើនសម្ពាធជាបន្តបន្ទាប់លើចំណុចផ្គត់ផ្គង់សំខាន់ៗរបស់រុស្ស៊ីគោលដៅមួយចំនួនរួមមានហេដ្ឋារចនាសម្ព័ន្ធប្រេងធម្មពលនិងបណ្ដាញដឹកជញ្ជូនយោធាជាលទ្ធផលនៃការវាយប្រហារថ្មីអាជ្ញាធរកាន់កាប់នៅតំបន់គ្រីមៀបានបង្ខំឲ្យប្រកាសអាសន្ននៅលើឧបទ្វីបនេះបច្ចុប្បន្នតំបន់នេះកំពុងប្រឈមនឹងវិធានការត្រួតពិនិត្យតឹងរ៉ឹងតាមដងផ្លូវការខ្វះខាតធនធាននិងការតម្រង់ជួរយ៉ាងយូរនៅឯស្ថានីយ៍ប្រេងឥន្ធនៈបន្ថែមពីនេះក៏មានការកើនឡើងនៃការលក់ប្រេងឥន្ធនៈខុសច្បាប់ការដាច់ចរន្តអគ្គិសនីជាប្រចាំនិងការរំខានដល់ប្រព័ន្ធដឹកជញ្ជូនសាធារណៈផងដែរសកម្មភាពវាយប្រហារឥតឈប់ឈររបស់កងកម្លាំងអ៊ុយក្រែនបានបន្តឲ្យមានការបិទនិងរដ្ឋបិទយ៉ាងខ្លាំងទៅលើការផ្គត់ផ្គង់សំខាន់ភាគច្រើនដែលរុស្ស៊ីធ្លាប់ប្រើតភ្ជាប់ពីតំបន់គ្រីមៀនិងតំបន់ដែលរុស្ស៊ីកាន់កាប់ផ្សេងទៀតចំពោះផ្លូវគោកដូចជារ៉ូស្តូវ ម៉ារីយ៉ូប៉ូល បេតយ៉ង់ មីលីទីប៉ូលដែលរុស្ស៊ីប្រើប្រាស់សម្រាប់ដឹកជញ្ជូនភស្តុភារនិងតភ្ជាប់ពីដែនដីរបស់ខ្លួនទៅកាន់តំបន់ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែននិងឧបទ្វីបគ្រីមៀត្រូវបានស្ថិតនៅក្រោមសម្ពាធយ៉ាងតឹងរ៉ឹងដែលមានការបាញ់ប្រហារជាបន្តបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនចំណែកផ្លូវសមុទ្រសមត្ថភាពដឹកជញ្ជូនត្រូវបានកាត់បន្ថយយ៉ាងខ្លាំងបន្ទាប់ពីមានការបំផ្លាញសាឡាងរថយន្តចំនួន3គ្រឿងនៅកំពង់ផែកៅកាសលើពីនេះកងនាវានៅសមុទ្រខ្មៅរបស់រុស្ស៊ីក៏បានបាត់បង់នាវាមួយចំនួនធំផងដែរសម្រាប់ផ្លូវដែកការដឹកជញ្ជូនទំនិញពីដីគោកអ៊ុយក្រែនត្រូវបានរារាំងដោយសារតែការខូចខាតនៅលើស្ពានឆ្លងកាត់ព្រែកគ្រីមៀខាងជើងយោងតាមទីភ្នាក់ងារពាក់ព័ន្ធស្ពានខេកនៅតែជាបណ្ដាញដឹកជញ្ជូនតែមួយគត់ដែលប្រទេសរុស្ស៊ីអាចប្រើប្រាស់បានយ៉ាងមានស្ថិរភាពនៅពេលបច្ចុប្បន្ននេះទោះជាយ៉ាងណាក៏ដោយសមត្ថភាពប្រតិបត្តិការរបស់ស្ពាននេះកំពុងប្រឈមនឹងដែនកំណត់បច្ចេកទេសយ៉ាងច្រើនរចនាសម្ព័ន្ធនៃស្ពាននេះត្រូវបានរួមខូចខាតយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីមានការវាយប្រហារដ៏ជោគជ័យក្នុងឆ្នាំ2022 2023 និង 2025ដោយសារហានិភ័យខ្ពស់នៃការដួលរលំផ្នែកស្ពានដែលខូចខាតសេវាកម្មផ្លូវដែករុស្ស៊ីមិនត្រូវបានអនុញ្ញាតឲ្យរថភ្លើងដឹកធុងប្រេងឆ្លងកាត់ស្ពាននោះទេស្ថានភាពនេះបានបង្កើតឧបសគ្គមួយចំនួនចំពោះការផ្គត់ផ្គង់ផលិតផលប្រេងឥន្ធនៈឲ្យមានស្ថិរភាពសម្រាប់ទាំងវិស័យយោធានិងស៊ីវិលនៅឧបទ្វីបគ្រីមៀថ្មីនេះកងកម្លាំងការពារជាតិអ៊ុយក្រែនបានលើកទង់ជាតិអ៊ុយក្រែននៅលើច្រក Kinberspit ដែលជាចំណុចខាងលិចបំផុតនៃច្រាំងខាងឆ្វេងនៃទន្លេ Dnipro ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ីលោក Dmytro Plentenchuk អ្នកនាំពាក្យកងទ័ពជើងទឹកអ៊ុយក្រែនបានបញ្ជាក់ថាគិតត្រឹមពេលនេះ Kinberspit គឺជាតំបន់ប្រយុទ្ធយ៉ាងណាមិញតំបន់គ្រីមៀគ្រាន់តែជាផ្នែកមួយនៃយុទ្ធសាស្ត្រធំជាងនេះប៉ុណ្ណោះភាពឯកោផ្នែកភស្តុភាររបស់ឧបទ្វីបនេះមានន័យថាជាការកាត់ផ្តាច់បណ្ដាញផ្គត់ផ្គង់នៅទូទាំងភាគខាងត្បូងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីពីស្ពានគ្រីមៀឆ្លងកាត់ឧបទ្វីបគ្រីមៀតាមរយៈតំបន់ Kherson និង Zaporizhzhia រហូតដល់ទីក្រុង Berdyansk ហើយបន្តដល់ទីក្រុង Mariupol ស្ថានភាពនេះធ្វើឲ្យសមរភូមិរបស់កងកម្លាំងកាន់កាប់រុស្ស៊ីនៅតំបន់នេះស្ថិតនៅក្រោមការគំរាមកំហែង
យ៉ាងខ្លាំងយោងតាមអ្នកជំនាញយោធា Alexander Kovalenko គ្រីមៀមិនមែនជាគោលដៅចុងក្រោយសម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននោះទេប៉ុន្តែជាមជ្ឈមណ្ឌលដឹកជញ្ជូនសំខាន់ដែលមានឥទ្ធិពលលើភាគខាងត្បូងដែលរុស្ស៊ីកាន់កាប់ទាំងមូលសម្ពាធក៏កំពុងកើនឡើងនៅលើសមុទ្រផងដែរកំពុងផែម៉ារីយ៉ូប៉ូលនិងបេតយ៉ង់ត្រូវបានវាយប្រហារខណៈយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនកំពុងតាមប្រមាញ់នាវារុស្ស៊ីក្នុងចំណោមសាឡាងទាំង7ដែលរុស្ស៊ីធ្លាប់ប្រើសម្រាប់ឆ្លងកាត់រវាងរុស្ស៊ីដីគោកនិងគ្រីមៀនៅដើមឆ្នាំនេះបច្ចុប្បន្ននៅសល់ត្រឹមតែ2ប៉ុណ្ណោះទោះបីជាស្ពានខឺតគ្រីមៀនៅតែអាចប្រើប្រាស់បានក៏ដោយចរាចរណ៍ត្រូវបានរារាំងជាញឹកញាប់អំឡុងពេលមានការវាយប្រហារតាមអាកាសហើយភាគច្រើនអនុញ្ញាតឲ្យតែរថយន្តអ្នកដំណើរឆ្លងកាត់តែប៉ុណ្ណោះចាប់តាំងពីខែមីនាមកកងកម្លាំងការពារជាតិអ៊ុយក្រែនបានបន្តការវាយប្រហារលើបណ្ដាញដឹកជញ្ជូនខាងក្រោយរបស់រុស្ស៊ីក្នុងតំបន់ខឺសិននិងហ្សាប៉ូរីហ្សាជាពិសេសតាមបណ្ដោយផ្លូវពីទីក្រុងម៉ារីយ៉ូប៉ូលទៅទីក្រុងបេតយ៉ង់និងមីលីទីប៉ូលរហូតដល់ច្រកចូលគ្រីមៀយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនកំពុងបើកការវាយប្រហារគ្របដណ្ដប់តំបន់នេះទាំងមូលដោយធ្វើឲ្យរថយន្តដឹកទំនិញនិងឧបករណ៍យោធារបស់រុស្ស៊ីរងការខូចខាតនិងឆេះជាបន្តបន្ទាប់អគ្គសេនាធិការអ៊ុយក្រែនបានឲ្យដឹងថាកងកម្លាំងរបស់ខ្លួនបានវាយប្រហារលើអាកាសយានដ្ឋានឃ្លាំងគ្រាប់រំសេវនិងស្ពានតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីកាលពីយប់ថ្ងៃទី5ខែកក្កដានេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Kiev Independent លោក Robert Brody មេបញ្ជាការកងកម្លាំងប្រព័ន្ធគ្មានមនុស្សបើករបស់អ៊ុយក្រែនបានអះអាងថាទីក្រុងគៀវបានវាយប្រហាររោងចក្រថាមពលចំនួន16នៅទូទាំងតំបន់គ្រីមៀក្នុងរយៈពេល48ម៉ោងកន្លងមកដែលបណ្ដាលឲ្យមានការដាច់ចរន្តអគ្គិសនីជាច្រើនកន្លែងនៅលើឧបទ្វីបនេះអ៊ុយក្រែនបានអះអាងថានៅតែបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយោធាដែលស្ថិតនៅជ្រៅក្នុងទឹកដីរុស្ស៊ីនិងតំបន់ដែលកាន់កាប់ដើម្បីកាត់បន្ថយសមត្ថភាពរបស់ទីក្រុងមូស្គូក្នុងការបន្តសង្គ្រាមក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះទីក្រុងគៀវបានបង្កើនការវាយប្រហារដោយផ្ដោតជាពិសេសលើបណ្ដាញភស្តុភារនិងថាមពលអគ្គសេនាធិការអ៊ុយក្រែនបានឲ្យដឹងថានៅថ្ងៃទី5ខែកក្កដាកងកម្លាំងរបស់ខ្លួនបានវាយប្រហារអាកាសយានដ្ឋានអេវ៉ាឌីស្គីក្នុងតំបន់គ្រីមៀស្ពាន2ដែលប្រើសម្រាប់ភស្តុភារនៅតំបន់ដូណេតនិងឃ្លាំងគ្រាប់រំសេវក្នុងតំបន់ដូណេតលូហាននិងខឺសិនដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ីអគ្គសេនាធិការអ៊ុយក្រែនបានសរសេរនៅលើបណ្ដាញ Telegram ថាអាកាសយានដ្ឋានអេវ៉ាឌីស្គីគឺជាមូលដ្ឋានយោធាសំខាន់មួយរបស់រុស្ស៊ីនៅឧបទ្វីបគ្រីមៀដែលកំពុងស្ថិតក្រោមការកាន់កាប់ដោយរុស្ស៊ីទីនេះត្រូវបានប្រើប្រាស់យន្តហោះប្រតិបត្តិការយុទ្ធសាស្ត្រនិងយន្តហោះរបស់កងទ័ពជើងទឹកដើម្បីគ្រប់គ្រងប្រតិបត្តិការប្រយុទ្ធភស្តុភារនិងថែទាំបច្ចេកទេសលោក Robert Brody បានបង្ហោះបញ្ជីស្ថានីយ៍រងនិងឧបករណ៍បំលែងចំនួន16ដែលត្រូវបានវាយប្រហារនៅគ្រីមៀរួមជាមួយនឹងវីដេអូរូបភាពផ្កាយរណបដែលបង្ហាញពីការប្រៀបធៀបពន្លឺពេលយប់លើឧបទ្វីបរវាងថ្ងៃទី3កក្កដានិងរយៈពេលដូចគ្នាកាលពី1ឆ្នាំដែលបង្ហាញពីការធ្លាក់ចុះយ៉ាងច្បាស់នៃពន្លឺប៉ុស្តិ៍ Telegram Iceland Novo Plus បានរាយការណ៍ថាស្ថានីយ៍រងមួយចំនួនត្រូវបានវាយប្រហារកាលពីយប់មិញគណៈប៉ុស្តិ៍ Crimean Win ដែលគាំទ្រអ៊ុយក្រែនបានអះអាងថាមានការដាច់ចរន្តអគ្គិសនីជាច្រើនកន្លែងនៅទូទាំងតំបន់គ្រីមៀបន្ទាប់ពីការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលកាលពីថ្ងៃទី3កក្កដាសេវាសន្តិសុខអ៊ុយក្រែន SBU បានឲ្យដឹងថាខ្លួនបានវាយប្រហារមូលដ្ឋានទ័ពអាកាសរុស្ស៊ីចំនួន2ក្នុងតំបន់គ្រីមៀដោយបានបំផ្លាញយន្តហោះចម្បាំងយ៉ាងហោចណាស់អស់7គ្រឿងរួមទាំងការវាយប្រហារលើកទី2លើមូលដ្ឋានសាគីក្នុងរយៈពេល1សប្តាហ៍យោងតាម SBU យន្តហោះគ្មានមនុស្សបើកបានវាយប្រហារឃ្លាំងស្តុកយន្តហោះចម្បាំងនិងយន្តហោះទម្លាក់គ្រាប់បែក Su-30SM Su-30 និង Su-24 ដែលបានបណ្ដាលឲ្យយន្តហោះមួយចំនួនត្រូវបានបំផ្លាញឬខូចខាតក្នុងអំឡុងពេលប្រតិបត្តិការរយៈពេល48ម៉ោងនៅថ្ងៃទី1និងទី2កក្កដាកងកម្លាំងប្រព័ន្ធគ្មានមនុស្សបើករបស់អ៊ុយក្រែនបានវាយប្រហារស្ថានីយ៍ថាមពលរងចំនួន12និងស្ថានីយ៍ចែកចាយឧស្ម័នមួយចំនួននៅតំបន់ដែលកាន់កាប់ដោយរុស្ស៊ីនេះបើយោងតាមការបញ្ជាក់របស់លោក Brody ទីក្រុងគៀវចាត់ទុកថាទីតាំងថាមពលគឺជាគោលដៅយោធាដែលមានសុពលភាពដែលអនុញ្ញាតឲ្យរុស្ស៊ីនៅតែបន្តមានលទ្ធភាពធ្វើសង្គ្រាមប្រឆាំងនឹងប្រទេសអ៊ុយក្រែន